សុខស្ដីពុកម៉ែបងប្អូនអរគ្នាបាទនេះជាសកម្មភាពដែលខ្ញុំធ្វើការងាររាល់ថ្ងៃការងារមានអ្វីទេមានតែមើលថែមេជ្រូកនិងបង្កើតកូនជ្រូកឲ្យបានល្អជួយអាណាតាដឹងអញប្រាប់យូរហើយការងារអ្នកដែលធ្វើផ្នែកនេះការងារបន្តិចបន្តួចទេប៉ុន្តែអត់មានពេលទំនេរទេហើយកន្លែងនេះក៏ជាកន្លែងដែលប្រយ័ត្នជាងគេដែរហ្នឹងហើយត្រូវព្រោះអីនៅកន្លែងខ្ញុំនេះខ្ញុំគ្រប់គ្រងតាំងពីមេពពុះរហូតដល់បង្កើតបានរយៈពេល21ថ្ងៃទៅ27ថ្ងៃហើយកន្លែងដែលខ្ញុំគ្រប់គ្រងនេះបើសរុបមេទាំងអស់មានចំនួន102ក្បាលជាមិនធំម្ដាទេលោកហើយការងារមានអីទេបងប្អូនមានតែមើលថែសុខភាពមេបានល្អហើយនឹងពេលកើតរួចកាត់ធ្មេញកាត់កន្ទុយហើយនឹងគ្រាវទៅប៉ុណ្ណឹងនេះជាដល់ថ្ងៃគ្រាវហើយចំនួន3ថ្ងៃឬក៏4ថ្ងៃយើងមើលតាមស្ថានភាពជ្រូកធំឬក៏តូចហើយការគ្រាវនេះមិនមែនជាតែគ្រាវទេបងប្អូនទោះតែយើងមើលទៅថាជ្រូកនឹងអាចគ្រាវបានយើងគ្រាវបើដល់ថ្ងៃ4ថ្ងៃឬក៏5ថ្ងៃហើយជ្រូកនឹងនៅតែទូចឬក៏ឆ្កូមអត់ល្អទេបើយើងគ្រាវទៅវាអាចនឹងប៉ះពាល់ដល់សុខភាពកូនជ្រូកអាចធ្វើឲ្យកូនជ្រូកបាក់កម្លាំងបានហើយដំណាក់កាលនេះក៏ជាដំណាក់កាលដែលសំខាន់មួយដែរព្រោះអីបើយើងគ្រាវត្រូវជ្រូកនឹងល្អប៉ុន្តែបើយើងគ្រាវអត់ត្រូវទេកូនជ្រូកអាចនឹងមានបញ្ហាដល់សុខភាពហើយការលូតលាស់កូនជ្រូកក៏យឺតទៅតាមនឹងដែរហើយកន្លែងនេះគឺជាកន្លែងដែលពិបាកជាងគេហើយគ្រប់ផ្នែកដោយសារតែវាមានពិបាកអីទេពិបាកត្រឹមមើលថែកូនជ្រូកដោយសារកូនជ្រូកនៅទូចវាអត់ទាន់មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ការពារខ្លួនប៉ុន្មានទេហ្នឹងហើយត្រូវបាទវីដេអូមានតែប៉ុណ្្នឹងទេហើយក៏អរគុណសម្រាប់ការទស្សនារបស់ពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរបាទ